បងម្ចាស់ស៊ីសវត្តធមិកោបាននិយាយខ្ញុំណាខ្ញុំសូមអានទាំងស្រុងនៅចំណុចដែលដកស្រង់ចំណុចតែទៅនឹងកថាខាងហ្នឹងចម្លើយមានគេនិយាយដែរថាគេចង់មានសន្តិភាពហើយមានការរីកចម្រើនប៉ុន្តែការរីកចម្រើនហ្នឹងឲ្យមកដល់ខាងក្រោមផងខ្ញុំក៏បានបញ្ជាក់ឲ្យប្រជារាស្ត្រដឹងពីចំណុចសំខាន់ថាទី1បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2012កន្លងមកនេះគឺយើងឃើញថាគណៈបកប្រជាជនចាញ់ទៅហើយគណៈបកប្រជាជនកម្ពុជាបានតែ3លាន5សែនទេឯ6លានទៀតគឺអត់បានបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះដោយសារតែការបែកបាក់គ្នាប៉ុន្តែស្ថានភាពបោះឆ្នោតឆ្នាំ2013នេះគឺផ្លាស់ប្ដូរហើយពីព្រោះមកពីអ្វីព្រោះឥឡូវនេះនៅសល់តែគណៈបកពីរទេប្រកួតប្រជែងគ្នាគណៈបកប្រជាជនកម្ពុជាបាន3លាន5សែនសម្លេងហើយគណៈបកសង្គ្រោះជាតិដែលសង្ឃឹមថានឹងយក6លានសម្លេងបានន័យថាបច្ចុប្បន្នម៉ោងនេះថ្ងៃនេះគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយអាហ្នឹងគឺថ្នាក់ដឹកនាំគណៈបកប្រជាជនដឹងច្បាស់ហើយនៅសល់តែថ្នាក់ក្រោមទេដែលនៅសពេចពលខ្ញុំចង់បញ្ជាក់នឹងថ្នាក់ក្រោមគណៈបកប្រជាជនកម្ពុជាហ្នឹងអត់តន់ដឹងខ្លួនទេថាខ្លួនឯងចាញ់ទៅហើយអាហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ដើម្បីឲ្យផ្សព្វផ្សាយ